wow នៅពេលដែលខ្ញុំចាប់ដើមឮសំឡេងទាំងអស់ហ្នឹងខ្ញុំចាប់ដើមមានកម្លាំងខ្ញុំចាប់ដើមមានកម្លាំងមែនតើអរគុណព្រះអង្គអ្វីដែលអ្នកដទៃនិយាយមកកាន់ជីវិតរបស់ខ្ញុំអត់សំខាន់ដូចដែលអ្វីដែលព្រះអង្គមានបន្ទូលមកកាន់ជីវិតខ្ញុំទេហើយហ្នឹងឯងជាអ្វីដែលជាកត្តាជំរុញចិត្តមកកាន់ជីវិតរបស់ខ្ញុំពីមុនខ្ញុំស្ទាក់ស្ទើរប៉ុន្តែចាប់ពីនេតិក្នុងមកខ្ញុំក៏បានរៀនសូត្របន្ថែមសិក្សាព្រះបន្ទូលបន្ថែមចូលរួមបន្ថែមទៅបម្រើអពន្ធកិច្ចហើយខ្ញុំបែរជាក្នុងអាយុ12ឬក៏13ឆ្នាំខ្ញុំបានសម្រេចចិត្តនៅក្នុងការជំនួយទឹកហើយបដិញ្ញាចិត្តដើរតាមព្រះអង្គពេញមួយជីវិតរបស់ខ្ញុំពិតជារឿងល្អមែនតើខ្ញុំអរគុណព្រះអង្គមែនតើតែប៉ុន្តែរឿងល្អមានច្រើនតែរឿងល្អពេលខ្លះវានៅអត់បានយូរកំឡុងពេលដែលខ្ញុំកំពុងតែរៀនក្នុងថ្នាក់ទី6ទី7ខ្ញុំនៅសាលាមនុស្សកំពុងមានកម្លាំងចិត្តណាស្រាប់តែជិះកង់មកផ្ទះមិត្តភក្តិរបស់ខ្ញុំស្រែកប្រាប់ថាហើផ្ទះហែងឆេះអស់ហើយខ្ញុំថាហែងកុំនិយាយលេងណាពេលដែលខ្ញុំទៅដល់ផ្ទះនិយាយអីក៏អត់ចេញដែរពិតមែនគឺខ្ញុំឆេះផ្ទះអស់ហើយលេងអ្វីដែលជាដែលគ្រួសាររបស់យើងគិតថាជាក្តីសង្ឃឹមតាំងពីមុនឡើងគឺឆេះអស់វាពិបាកបរិយាយអារម្មណ៍មួយហ្នឹងយើងគិតថាយើងមានផ្ទះខ្លួនឯងនៅពេលដែលយើងផ្ទះយើងឆេះអស់យើងត្រូវវិលត្រឡប់ទៅសុំផ្ទះគេនៅវិញហើយខ្ញុំមានអារម្មណ៍ពេលខ្លះក៏ភ័យខ្លាចដែរព្រោះផ្ទះដែលយើងសុំនៅហ្នឹងគឺជាផ្ទះយាយហើយក៏អត់អាក្រក់ទេប៉ុន្តែវិញ្ញាណដែលយើងមើលឃើញហ្នឹងពេលខ្លះវាតាមរំខានយើងត្រូវរស់នៅជាមួយអាភាពភ័យខ្លាចហ្នឹងម្ដងទៀតតែខ្ញុំអរគុណព្រះអង្គដែលព្រះអង្គការពារខ្ញុំមិនយូរប្រហែលក៏មានជំនួយដែរគេដាក់ជំនួយក្នុងការជួយកសាងផ្ទះដែលយើងឆេះទាំងអស់ហ្នឹងត្រឡប់មកវិញហើយខ្ញុំអរគុណព្រះអង្គមែនតើផ្ទះដែលគេកសាងថ្មីហ្នឹងល្អជាងផ្ទះចាស់របស់យើងគុណនឹង3ខ្ញុំអរគុណព្រះអង្គមែនតើហើយខ្ញុំក៏វិលត្រឡប់មកវិញថាខ្ញុំលែងភ័យខ្លាចទៀតហើយតែអ្វីដែលជាពពកអ្វីជាប្រគុណរបស់ព្រះអង្គបន្ទាប់ពីយើងរើមកនៅផ្ទះថ្មីហើយសាច់ញាតិរបស់យើងដែលធ្លាប់អត់ពេញចិត្តយើងពីមុនមកគេចាប់ផ្ដើមមើលឃើញពីគំរូល្អដែលព្រះអង្គធ្វើការដែលព្រះអង្គបានប្រទានពរមកកាន់ជីវិតរបស់យើងអ៊ំរបស់ខ្ញុំគាត់សម្រេចចិត្តទទួលជឿព្រះអង្គមិនត្រឹមតែប៉ុណ្្នឹងទេគាត់នាំគ្រួសាររបស់គាត់ទាំងមូលទទួលជឿព្រះអង្គទៀតសាច់ញាតិទាំងអស់ដែលធ្លាប់តែបៀតបៀនយើងសម្រេចចិត្តទទួលជឿព្រះអង្គហើយចូលរួមបម្រើព្រះជាមួយយើងតែអ្វីដែលខ្ញុំសប្បាយចិត្តខ្លាំងមែនតើមិនសប្បាយចិត្តដោយសារយាយរបស់ខ្ញុំគាត់ធ្លាក់ខ្លួនឈឺទេពេលហ្នឹងយាយរបស់ខ្ញុំដែលជាអ្នកស្នងបារមីហ្នឹងគាត់ធ្លាក់ខ្លួនឈឺហើយបារមីមួយហ្នឹងជួយក៏អត់បានថ្ងៃមួយគាត់បានធ្វើតេស្តដោយប៉ាខ្ញុំហើយនឹងអ៊ំរបស់ខ្ញុំគាត់អធិដ្ឋានឲ្យគាត់ពេលដែលអធិដ្ឋានទៅគាត់ជាពេលដែលគាត់ជាទៅគាត់និយាយថាគាត់លែងជឿអីទាំងអស់ក្រៅពីព្រះយេស៊ូវគាត់បង្រៀនកូនរបស់គាត់ទាំងអស់ចៅរបស់គាត់ទាំងអស់ថាគាត់នឹងបដិញ្ញាចិត្តជឿព្រះយេស៊ូវរហូតដល់ដំណាក់កាលចុងក្រោយរបស់គាត់ហើយនេះជាសេចក្តីពិតមែនគាត់ពិតជាជឿមែនហើយចាប់ពីថ្ងៃហ្នឹងមកវិញ្ញាណទាំងអស់ដែលតាមទូរលាយខ្ញុំលែងមើលឃើញយាយរបស់ខ្ញុំមានសេរីភាពហើយខ្ញុំក៏មានសេរីភាពពីវិញ្ញាណទាំងអស់ហ្នឹងដែរខ្ញុំអរគុណព្រះអង្គមែនតើពេលខ្លះខ្ញុំមើលឃើញថាព្រះអង្គពេលខ្លះអ្វីដែលព្រះអង្គប្រទានពរមកខ្ញុំមកក៏បាត់បង់ទៅវិញតែនៅពេលដែលយើងរក្សាដួងចិត្តយើងដឹងថាអូខេព្រះអង្គតែអ្វីដែលយើងមើលឃើញថាអាក្រក់តែព្រះអង្គអាចរៀបចំវាទៅជារឿងមួយដែលល្អដែលយើងគិតថាมันអាចទៅរួចទេគេមិនដែលពេញចិត្តយើងតាំងពីមុនយើងកើតมันអាចទៅរួចទេគាត់កាន់បានអ្វីយូរហើយតើគាត់នឹងមានសេរីភាពបែបណាតែទៅពេលព្រះអង្គផ្លាស់ប្ដូរតែបន្តិចគាត់ទទួលជឿព្រះអង្គដែលឯងហើយយើងក៏មានសេរីភាពដែរ